គ្រាន់តែឃើញថាលីងចោះលីងឡើងកោចោះកោឡើងក៏ដឹងថាសម្លអ្វីដែរបងប្អូនណាបងប្អូនប្រកាសជាទាយត្រូវឥឡូវខ្ញុំឲ្យតែស្លម្ដងគឺលោបឡើងកលីងលោបមែនទែនហើយគ្រឿងយើងធ្វើឲ្យគឺមានគល់ស្ក្រៃហាន់លក្រីរំដេងល្មៀតខ្ទឹមសហើយនឹងខ្ជាយផងដែរស្លឹកក្រូចសើចផងដែរគឺស្លកកោបងប្អូនឥឡូវយើងយកគ្រឿងយកទៅកិនតែម្ដងហើយនិយាយចំយើងដាក់គល់តិចទៅបងប្អូនដើម្បីកុំឲ្យវាស្កាតបើដាក់ស្លឹកច្រើនវាស្កាតសម្លធ្វើឲ្យស្កាតហើយដែតស្លឹកស្ក្រៃនឹងពេញស្លតែម្ដងឥឡូវនេះយើងមានបន្លែរបស់យើងបន្លែខៀវមិញហ្នឹងហើយនេះបន្លែល្ហុងមានល្ហុងមានចេកខ្ចីមានសណ្តែកគួរឃើញទេបងប្អូនមានត្រប់ស្រួយឥឡូវយើងលាងចាប់ដើមលាងដាក់ទុកវាស្រស់ទឹកទៅម្ដុំទៅបន្លែក៏ឃើញបន្លែក៏ឆ្ងាញ់ដែរបងប្អូនឥឡូវរួចរាល់អស់ហើយគ្រឿងរបស់យើងនេះគឺកិនអញ្ចឹងលឿនបងប្អូនហើយណាមួយខ្ញុំបញ្ញាប់ផងបងប្អូនហើយយើងស្លជាមួយសាច់ជ្រូក3ជាន់ជាតិតែម្ដងឲ្យតែមានជាតិខ្លាញ់ហ្នឹងវាធ្វើឲ្យបន្លែរបស់យើងរៀងទន់បន្តិចណានិយាយចំគឺថាខ្ញុំលោបកលីងគឺចង់ខាប់បងប្អូនខាប់ឆ្ងាញ់មែនតើឥឡូវយើងដាក់ខ្ទះមកយើងដាក់លីងប្រហុកយើងបន្តិចទៅប្រហុកខ្ញុំនេះគឺប្រហុកសាច់ទេបងប្អូនតែខ្ញុំកញ្ច្រាមវាទៅដើម្បីឲ្យវាស្នុកលីងអញ្ចឹងណាហើយលីងឈ្ងុយហើយយើងក៏ដាក់គ្រឿងយើងអូយគ្រឿងយើងឈ្ងុយណាបងប្អូនណាយើងធ្វើខ្លួនឯងអាភ្លាមអញ្ចឹងគឺឆ្ងាញ់ណាឈ្ងុយឆ្ងាញ់ហ្មងសម្លយើងធ្វើឲ្យក្លិនហ្នឹងនិយាយថាអូយឆ្ងាញ់មែនតើឡើងក្អូបពេញក្នុងផ្ទះឡើងឈ្ងុយពេញក្នុងផ្ទះហ្មងអីក្អូបឥឡូវយើងក៏ដាក់សាច់មកបងប្អូនគ្រឿងយើងរំលីងឡើងឈ្ងុយហើយអញ្ចឹងយើងដាក់សាច់ចូលដាក់សាច់យើងដាក់ទឹកត្រីប្រហែលជាមួយស្លាបព្រាកន្លះអញ្ចឹងទៅតាមរសជាតិរបស់បងប្អូនទៅខ្ញុំអត់អាចថាកំណត់ថាប្រហែលទេព្រោះអីមាត់យើងខុសគ្នាបងប្អូនណាហូបអ្នកខ្លះគាត់ប្រៃតិចទៅអ្នកខ្លះគាត់សាបទៅណាតែខ្ញុំរៀងសាបល្មមទេខ្ញុំអត់យកប្រៃទេរួចហើយក៏ដាក់ស្ករត្នោតយើងចូលមកចុងស្លាបព្រាមកបងប្អូនដាក់ស្ករសក៏បានដែរតែខ្ញុំចូលចិត្តស្ករត្នោតបងប្អូនដាក់ទៅវាឆ្ងាញ់សម្លនឹងត្រូវគ្នាហ្មងរួចហើយក៏ដាក់អំបិលម្ល៉ាព្រារ៉ូឌីម្ល៉ាព្រាដែរហើយក៏មានប្រេងខ្យងដែរបងប្អូនណាខ្ញុំអត់ដាក់មីចេងទេបងប្អូនហុំមីចេងដាក់ទៅហើយរួចហើយខ្ញុំដាក់ទឹកតិចមកកុំឲ្យវាខ្លោចចាំយើងកូរតាមក្រោយនិយាយចំទៅថារ៉ូឌីហ្នឹងវាមានជាតិមីចេងជាតិអីនៅនឹងស្រាប់ហើយអញ្ចឹងយើងបងប្អូនបើសិនជាអត់ចង់ហូបមីចេងទេដាក់រ៉ូឌីដូចខ្ញុំទៅហើយអំបិលក៏អញ្ចឹងដែរបងប្អូនណាគឺយើងដាក់មកល្មមសិនទៅរួចហើយខ្ញុំកូរសាច់នឹងឆ្អិនហើយចាំយើងដាក់បន្លែយើងចូលតែម្ដងបន្លែយើងដាក់រំលីងមួយគ្រឿងនឹងឲ្យជាប់ប្រហែលដាក់ទឹកហ៎បងប្អូនណាយើងដាក់បន្លែហ្នឹងឲ្យជាប់សិនដើម្បីឲ្យចូលគ្រឿងដែលយើងដាក់ចូលមិញលើឃើញជាប់ហ៎បងប្អូនណាឃើញពុះហ៎រួចហើយយើងដាក់ទឹកយកតែម្ដងយើងអត់ទាន់ដាក់កលីងទេបងប្អូនណាដាក់កលីងតាមក្រោយអញ្ចឹងដាក់ទឹកឲ្យច្រើនអញ្ចឹងហើយដាក់កលីងយកតែម្ដងដាក់កលីងអញ្ចឹងទៅវារីកណាហើយបើដាក់កលីងមុនយើងលីងទៅវាខ្លោចខ្ទះឥឡូវខ្ញុំភ្លក់ទៅគឺខ្ញុំនៅស្ទើរបន្តិចទៀតគឺខ្ញុំដាក់រ៉ូឌីថែមកន្លះស្លាបព្រាទេស្លាបព្រាបាយស្រូបទេបងប្អូនមិនមែនស្លាបព្រាបាយទេណាស្លាបព្រាបាយស្រូបទេរួចហើយខ្ញុំល្មមឲ្យបងប្អូនស្ករខ្ញុំអត់ថែមទេគឺល្មមតែម្ដងព្រោះឲ្យវាចេញជាតិផ្អែមចេញពីបន្លែឥឡូវយើងដាក់បន្លែខៀវយើងយកតែម្ដងអូយឆ្ងាញ់ណាស់បងប្អូនណាខ្ញុំឲ្យតែមានត្រឡអញ្ចឹងខ្ញុំអត់ចង់ហូបបាយទេខ្ញុំដួសត្រឡហូបលេងហ្មងបងប្អូនហើយឥឡូវយើងរួចរាល់អស់ហើយជាកិច្ចបង្ហើយឥឡូវជួយហូបជាមួយខ្ញុំទាំងអស់គ្នាឃើញទេខ្ញុំឲ្យតែមានស្លថាបន្លែច្រើនអញ្ចឹងគឺខ្ញុំហើយគឺខ្ញុំហូបលេងតែម្ដងបាយបើខ្ញុំហូបគឺហូបតែបន្តិចឥឡូវជួយហូបជាមួយខ្ញុំទាំងអស់គ្នាអរគុណច្រើនសម្រាប់ការ like ការ share ការ comment និងជួយចុច like និងchannel YouTube ខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើនជម្រាបលាបាយបាយ